ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាដោយសារថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងខ្ញុំនិងគ្រួសាររបស់ខ្ញុំឃ្លានបាហ្វេចឹងហើយក៏មកគ្នាទៅញ៉ាំទាំងពីរនាក់តែម្ដងទៅបងប្អូននេះណាពីរនាក់ខ្ញុំឆ្លៀតពេលទៅញ៉ាំបាហ្វេម្ដងខាញញ៉ាំយូរហើយតាំងពីចូលធ្វើការឲ្យមកពេលខុសគ្នាបងប្អូនអញ្ចឹងលើកនេះខ្ញុំហើយគ្រួសាររបស់ខ្ញុំទៅញ៉ាំបាហ្វេជុំគ្នាម្ដងកន្លែង buffet ដែលពួកយើងទៅនឹងមានឈ្មោះថា Supermoon Buffet ដែលស្ថិតនៅ St. Louis Park រដ្ឋ Minnesota បងប្អូនហើយនៅ Supermoon Buffet នោះគឺមានអាហារឲ្យយើងញ៉ាំសម្បូរបែបមែនតើហើយវាគឺជាកន្លែងមួយនៅក្នុងរដ្ឋរបស់ខ្ញុំដែលខ្ញុំចូលចិត្តទៅកន្លែងហ្នឹងជាងគេព្រោះថានៅរៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យគឺគេមានលក់គ្រឿងសមុទ្រឆ្ងាញ់មែនតើបងប្អូនដូចជាបង្គាដូចជាក្តាមលៀសឬមួយក៏ក្រុមអីនៅក្នុងនឹងក៏មានដែរដែលយើងអាចញ៉ាំបានដោយសេរីហើយគេអត់គិតម៉ោងយើងទេបងប្អូនយើងអាចញ៉ាំដល់ស្មើណាក៏បានដែរនៅហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេគេមានតាំងពី sushi ឲ្យយើងញ៉ាំគេមានតាំងពី crawfish ឲ្យយើងញ៉ាំហើយនឹងអាហារផ្សេងទៀតបងប្អូនហើយអាហារដំបូងដែលខ្ញុំជ្រើសរើសយកមកញ៉ាំមុនគេហ្នឹងគឺ crawfish បងប្អូនព្រោះថា crawfish គឺខ្ញុំចូលចិត្តមែនតើបានយកទឹកត្រីកោះកុងមកប៉ុន្តែបងប្អូនអើយថាកម្រងមកញ៉ាំបាហ្វេហើយថាយកទឹកត្រីកោះកុងមករៀបរួចជាស្រេចហើយដាក់ក្នុងទូទឹកកកមានណាដល់ពេលមកញ៉ាំអត់បានយកមកប៉ុន្តែមិនអីទេបងប្អូនដោយសារតែគ្រឿងសមុទ្ររបស់គេនៅក្នុងហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរមួយនេះធំមែនតើបងប្អូន crawfish នេះជាមកតានេះសួរមែនតើយើងទាញក្បាលវាមកឲ្យហូនមកខាងក្រោយមកវាមកនេះវាមកអស់ហ្នឹងបាទគាត់ថាវាឆាប់បញ្ជាក់ទេបងប្អូនមើលក្បាលវាឡើងប៉ុណ្ណាណៃបើខ្លួនគេវិញទូចញិបបន្ទាប់ពីញ៉ាំ crawfish ហើយបងប្អូនមកដួសអាក្រុមអ្នកញ៉ាំក្រុមហ្នឹងគឺឆ្ងាញ់បងប្អូនគេឆាមកក្តៅហើយគេលាយស្លឹកខ្ទឹមហើយម្យ៉ាងវិញទៀតបងប្អូនពេលដែលគេទឹមឆាហើយហ្នឹងខ្ញុំទៅដួសភ្លាមមកសាច់ក្រុមគឺថានៅស្រស់មែនតើវាអត់ស្ងួតទេដោយសារតែវានៅមានជាតិសំណើមនៃក្រុមហ្នឹងគឺថាញ៉ាំទៅរសជាតិឆ្ងាញ់មែនតើបន្ទាប់មកក៏ខ្ញុំដើរមើលតិចទៅក៏ឃើញក្តាមបងប្អូនក្តាមនេះរបៀបថាគេឆាហើយលាយម្សៅបំពងបងប្អូនដល់ពេលយើងញ៉ាំទៅរសជាតិវាប្លែកដែរហើយបើខ្ញុំវិញខ្ញុំចូលចិត្តញ៉ាំតែតាគៀបទេព្រោះសាច់តាគៀបវារាងណែនហើយឆ្ងាញ់អញ្ចឹងទៅខ្ញុំចាប់យកសាច់តាគៀបមកច្រើនអានេះគេលាយឆាជាមួយនឹងល្ខ្ទឹមបងប្អូនកណ្ដងដាក់ឆ្ងាញ់ដល់វគ្គនេះបងប្អូនខ្ញុំយកចានទៅដួសនំប៉ាវហើយនំប៉ាវហ្នឹងគឺនំប៉ាវអត់ស្នូលទេហើយបើនិយាយទៅការមុនខ្ញុំមកគេមានលាយស្នូលត្រាវក្នុងហ្នឹងតែខ្ញុំអត់ចូលចិត្តទេដោយសារតែវារសជាតិផ្អែមដិតពេកអញ្ចឹងខ្ញុំយកនំប៉ាវនេះហើយនំប៉ាវហ្នឹងគឺមានអត់មានស្នូលខាងក្នុងទេញ៉ាំទៅទុនឆ្ងាញ់មែនតើហើយខ្ញុំមកញ៉ាំបាហ្វេនៅនឹងកាលណាក៏ដោយអត់ដែលម្លងអានំប៉ាវហ្នឹងទេបងប្អូនមកដល់កន្លែងនេះគឺថារឹតតែមានភាពងាយស្រួលទេបងប្អូនកន្លែងហ្នឹងកន្លែងគេឆាមីឲ្យយើងហើយក្នុងហ្នឹងគេមានសាច់ឲ្យយើងច្រើនមែនតើមិនថាសាច់គោសាច់មាន់សាច់ជ្រូកនៅក្នុងហ្នឹងគឺមានទាំងអស់ឲ្យយើងរើស
បើសិនជាយើងចូលចិត្តមួយណាយើងអាចយកមួយនឹងក៏បានដែរហើយគេអត់កំណត់ទេបងប្អូនបើសិនជាបងប្អូនចង់ដាក់សាច់គោច្រើនយើងចាប់សាច់គោច្រើនយកមកដាក់ចានយើងទៅហើយបើសិនជាយើងចូលចិត្តសាច់ជ្រូកច្រើនយើងអាចចាប់សាច់ជ្រូកច្រើនយកមកដាក់ចានយើងក៏បានដែរប៉ុន្តែដោយសារតែខ្ញុំញ៉ាំចង់ឆ្អែតដែរអញ្ចឹងហើយខ្ញុំចាប់តែសាច់គោមួយចំណិតទៅបន្ទាប់មកខ្ញុំចាប់មីខ្ញុំចាប់បន្លែចូលនៅក្នុងចានហ្នឹងបងប្អូនព្រោះថានៅកន្លែងនេះយើងអាចចាប់បន្លែឬមួយក៏មីឬមួយក៏សាច់មួយណាដែលយើងចូលចិត្តដាក់នៅលើចានរបស់យើងទៅបន្ទាប់មកយើងអាចចាប់បន្លែដែលយើងចូលចិត្តបងប្អូនដូចខ្ញុំអញ្ចឹងខ្ញុំលាយខ្ទឹមបារាំងតិចបន្ទាប់មកខ្ញុំលាយជាមួយនឹងសណ្តែកបណ្ដុះតិចជាមួយនឹងគៀបន្តិចបងប្អូនដោយសារតែខ្ញុំញ៉ាំចិត្តឆ្អែតហើយអញ្ចឹងអត់ហ៊ានចាប់ច្រើនទេព្រោះអីស្ដាយម្ហូបហើយគេអត់កំណត់យើងទេបងប្អូនយើងចង់ដាក់អីនៅក្នុងហ្នឹងក៏បានដែរឲ្យតែយើងញ៉ាំបានហើយយើងចូលចិត្តញ៉ាំបើនិយាយទៅស្រួលបងប្អូននៅពេលដែលយើងញ៉ាំឆ្អែតហើយបន្ទាប់មកបើសិនជាយើងចង់ត្រឡប់មកញ៉ាំទៀតក៏បានដែរយើងអាចលៃម្ហូបឬមួយក៏លៃមីឬមួយក៏ចំនួនបន្លែដែលយើងចូលចិត្តនៅក្នុងហ្នឹងហើយយើងត្រឡប់ឲ្យគេឆាម្ដងទៀតក៏គេឆាឲ្យយើងដែរមិនថាប្រហែលចានទេបងប្អូនបើសិនជាបងប្អូនញ៉ាំឆ្អែតហើយឬមួយក៏មិនទាន់ឆ្អែតទេអាចត្រឡប់មកឲ្យគេឆាម្សៅទៀតគឺគេឆាឲ្យយើងរហូតបន្ទាប់ពីរើសមីបន្លែសាច់ដែលយើងចូលចិត្តហើយយើងមកចាំគេនៅកន្លែងនេះបងប្អូនគេយកចានយើងយកទៅឆាឲ្យយើងតែម្ដងបន្ទាប់មកចាំប្រហែលជាបន្តិចទេបងប្អូនគេឆាឲ្យយើងហើយគេលាយគ្រឿងឲ្យយើងហើយបន្ទាប់មកគេចាប់ដាក់ចានថ្មីឲ្យយើងហើយបងប្អូនហើយនេះចានរបស់ខ្ញុំដែលខ្ញុំយកឲ្យគាត់ឆាមុនហ្នឹងនិយាយទៅគឺមានភាពងាយស្រួលមែនតើបងប្អូនព្រោះក្នុងមីឆាហ្នឹងគឺមានបន្លែដែលខ្ញុំចូលចិត្តសាច់ដែលខ្ញុំចង់ញ៉ាំហើយចំនួនមីដែលខ្ញុំចង់ដាក់ចូលចានហ្នឹងបន្ទាប់មកគឺខ្ញុំយកមកតុកខ្ញុំញ៉ាំហើយបងប្អូនរសជាតិវាឆ្ងាញ់មែនតើដោយសារតែយើងរើសបន្លែហើយនឹងសាច់ដែលយើងចូលចិត្តញ៉ាំជាចុងក្រោយគឺញ៉ាំផ្លែឈើលាងមាត់ហើយបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំរហូតមកដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច follow ជម្រាបលា